សួស្តីបងប្អូនសិស្សថ្នាក់ទី11ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់ limit មួយអញ្ចឹងលំហាត់នោះគឺគេឲ្យកណនី limit x ខិតទៅរក2ឬក៏ x ខិតជិត2នៃរឹសការ៉េនៃ 4x បូក1ដក3នៅលើ x ការ៉េដក4អញ្ចឹងមុននឹងយើងដោះស្រាយលំហាត់ដំបូងផុតយើងត្រូវចំនួនមើលរៀងវាសិនតើ limit នេះជារៀងមិនកំណត់ឬក៏វារៀងកំណត់អញ្ចឹងយើងចូលមកអញ្ចឹងបើសិនជា x ស្មើនឹង2អញ្ចឹងយើងបាន4គុណនឹង2បូក1ដក3នៅលើ2ការ៉េដក4អញ្ចឹងស្មើមកទៀតមកអញ្ចឹងបាន4គុណ2 8 8បូក1បាន9អញ្ចឹង9ដក3ពីបែរនេះ2ការ៉េ4ដកនឹង4អញ្ចឹងស្មើរឹសការ៉េនៃ9យើងបញ្ចេញបាន3ដក3អញ្ចឹង4ដក4 0អញ្ចឹង limit របស់យើងរៀង0នៅលើ0អញ្ចឹងយើងសរសេរដាក់រៀងពីមុខ limit នេះមកអញ្ចឹងយើងបានរៀង0នៅលើ0តមកទៀតកាលណាភាគយកមាន radical បែបនេះអញ្ចឹងបើវារឹសការ៉េគឺយើងធ្វើម៉េចដើម្បីឲ្យអាចដាក់ជាផលគុណកតាបានអញ្ចឹងយើងត្រូវគុណនឹងកន្សោមឆ្លាស់របស់វាអញ្ចឹងបើសិនជារឹសការ៉េនៃ 4x បូក1ដក3អញ្ចឹងកន្សោមឆ្លាស់របស់វាគឺរឹសការ៉េនៃ 4x បូក1បូក3អញ្ចឹងយើងដាក់មកស្មើ limit x ខិតទៅរក2x ខិតទៅរក2នៃ 4x បូក1ដក3កតា 4x បូក1បូក3អញ្ចឹងភាគបែងវា x ការ៉េដក4អញ្ចឹងយើងអាចដាក់ជាផលគុណកតាហើយដែរមកអញ្ចឹងយើងអាចសរសេរថា x ដក2កតាឲ្យ x បូក2ហើយយើងត្រូវគុណនឹងកន្សោមឆ្លាស់របស់ភាគយកមួយទៀតអញ្ចឹងវាបាន 4x បូក1បូក3បន្តមកទៀតយើងមើលភាគយកនេះបន្ទាប់ពីយើងគុណកន្សោមឆ្លាស់ហើយវាចូលរៀង a ការ៉េដក b ការ៉េអញ្ចឹងយើងបាន limit x ខិតទៅរក2នៃឬ 4x បូក1លើកជាការ៉េដក3ការ៉េឬក៏9អញ្ចឹងឥឡូវគូដាក់9មកនៅលើ x ដក2កតាឲ្យ x បូក2កតា 4x បូក1បូក3មកអញ្ចឹងជំហានបន្តទៀតវាស្មើ limit x ខិតទៅរក2នៃអញ្ចឹងវាយកនេះឬនៃ 4x បូក1លើកជាការ៉េអញ្ចឹងយើងអាចបញ្ចេញពី radical ហ្នឹងមកអញ្ចឹងបាន 4x បូក1
ដក 9 នៅលើ x ដក 2 កតាឲ្យ x បូក 2 កតាឬ 4x បូក 1 បូក 3 មកចឹងយើងបន្តមកទៀតមកចឹងបាន limit x ខិតទៅរក 2 នៃពាក្យយកយើងអាចគណនាបានចឹងអាចសេថា 4x ដក 1 ដកបូក 1 សំដៅបូក 1 ដក 9 អញ្ចឹងវាស្មើដល់ 8 អញ្ចឹងវាបែកយើងទុកដដែលមកបាន x ដក 2 តាឲ្យ x បូក 2 កតាឲ្យ 4x បូក 1 បូក 3 អញ្ចឹងស្មើភាគយកនេះយើងអាចចាប់ 4 ជាកតាបានចាប់ 4 ជាកតាមកចឹងយើងបាន 4 កតាឲ្យ x ដក 2 នៅលើ x ដក 2 កតា x បូក 2 កតាឲ្យ 4x បូក 1 បូក 3 តោះយើងតទៀតអញ្ចឹងវាស្មើស្មើ limit x កាត់ទៅរក 2 នៃដោយសារតែភាគយកនិងភាគបែកមានកតាដែលដូចគ្នាអញ្ចឹងកតាដែលដូចគ្នានោះគឺ x ដក 2 អញ្ចឹងយើងសម្រួល x ដក 2 ចោលមកអញ្ចឹងអ្វីដែលនៅសល់គឺនៅភាគយកសល់ 4 នៅភាគបែកសល់ x បូក 2 កតា 4x បូក 1 បូក 3 មកអញ្ចឹងបន្ទាប់ពីយើងសម្រួលហើយយើងអាចចំនួនលេខចូលមកអញ្ចឹងវាស្មើ 4 ជួស 2 ចូលកន្លែង x មកអញ្ចឹងយើងបាន 2 បូក 2 កតា 4 គុណនឹង 2 បូក 1 បូក 3 មកអញ្ចឹងស្មើ 4 នៅភាគយកយើងទុកដដែលភាគបែកយើងគណនាសិនមកអញ្ចឹងយើងអាចដាក់ថា 4 កតាឲ្យ 4 គុណ 2 8 8 បូក 1 បាន 9 អញ្ចឹង 9 បូក 3 អញ្ចឹងស្មើមកទៀតមកអញ្ចឹង 4 នេះយើងអាចសម្រួលបានយើងសម្រួលមកអញ្ចឹងអ្វីដែលនៅសល់គឺ1នៅលើ 9 នេះឬ 9 ឬក្រែនៃ 9 យើងអាចបញ្ចេញបាន 3 អញ្ចឹងយើងបូក 3 ដែលនៅសល់នេះមកអញ្ចឹងស្មើ 1 នៅលើ 3 បូក 3 យើងបាន 6 អញ្ចឹងចម្លើយ limit នេះគឺចម្លើយរបស់វាយើងអាចសរសេរបានថាដូចនេះlimit x ខិតទៅជិត 2 នៃរឹស 4x បូក 1 ដក 3 នៅលើ x ការ៉េដក 4 វាស្មើទៅនឹង 1 នៅលើ 6 បាទអញ្ចឹងចម្លើយ limit របស់យើងគឺស្មើ 1 លើ 6